បាទបងប្អូនបានតន់ជាមួយនឹងព័ត៌មាននេះគឺព័ត៌មានដែលចែករំលែកទូទាំងសកលទូទាំងក្នុង Facebook តែម្ដងនៅថ្ងៃនេះគឺមានព័ត៌មានសៀមមួយក្រុមបានប្រព្រឹត្តអំពើអប្រិយស័យទៅកាន់ស្ត្រីជនជាតិខ្មែរម្នាក់ដែលរំលោភបោករហូតដល់7នាក់ខេត្តបាត់ដំបងនារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានឈុតខ្មៅយ៉ាងឃោរឃៅរបស់សៀមយ៉ាងតិច7នាក់បានរំលោភបោកពេលដែលនាងធ្វើដំណើរត្រឡប់ពីប្រទេសសៀមមកស្រុកកំណើតវិញហើយថែមទាំងវាធ្វើទរណកម្មធ្វើបាបទៅដល់ពលករប្រុសៗនិងប្លន់យកទូរស័ព្ទនិងលុយកាក់អស់គ្មានសល់នេះបើតាមប្រភពមន្ត្រីព្រំដែនបើតាមសេចក្តីរាយការណ៍ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀមបានប្រព្រឹត្តទៅលើពលករខ្មែរខាងលើនេះគឺកើតនៅថ្ងៃទី15វិច្ឆិកានេះខណៈដែលពលករខ្មែររបស់យើងធ្វើដំណើរត្រឡប់មកពីប្រទេសសៀមមកកាន់ព្រំដែនខ្មែរសៀមឈោមនឹងស្រុកកំរៀងខេត្តបាត់ដំបងក្រុមពលករខ្មែរចំនួន13នាក់ក្នុងនោះមានស្ត្រី6នាក់និងក្មេងតូចម្នាក់ផងដែរប្រពន្ធដដែលហ្នឹងគឺបានប្រាប់ថាក្រុមពលករខ្មែរទាំងនោះបានឆ្លងអូរព្រំដែនហ្នឹងចូលមកកាន់ប្រទេសកំណើតវិញនៅម៉ោងប្រហែលជា10យប់ថ្ងៃទី15តាមច្រករបៀងមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលព្រំដែនស្វាយជែកស្ថិតនៅភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងពលគឺក្រុមពលករខ្មែរទាំង13នាក់បានឆ្លងអូរព្រំដែនរួចផុតពីកញ្ញាំពួកសៀមក្រោយពួកទាហានសៀមបានធ្វើទរណកម្មនិងចាប់រំលោភស្ត្រីម្នាក់យ៉ាងឃោរឃៅស្ត្រីខ្មែរដែលត្រូវបានក្រុមទាហានឈុតខ្មៅចំនួន12នាក់ព្រួតគ្នាចាប់រំលោភមានឈ្មោះថូសហអាយុ18ឆ្នាំក្រុមពលករខ្មែរទាំងនោះមិនបានចាំឬក៏ស្គាល់ចំណុចដែលទាហានថៃចាប់ធ្វើបាបនោះទេប៉ុន្តែពួកគេនិយាយថាទង្វើដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានសៀមនេះបានកាត់ឡើងនៅក្នុងទឹកដីសៀមពួកគេធ្វើដំណើរដើម្បីតាមរថយន្តមកជិតដល់ព្រំដែនខ្មែរសៀមតាមការស្រង់សម្ដីពីពលករខ្មែរបានរៀបរាប់ពីទង្វើដំព្រៃផ្សៃរបស់ក្រុមសៀមថាពួកគេធ្វើដំណើរមកដល់ចំណុចកាត់ហេតុក្រុមកាត់រថយន្តរបស់ពួកគេជិះហើយឲ្យចុះទាំងនាំពួកគេទៅសាកសួរជាមួយនឹងការសាកសួរនាំក្រុមពួកទាហានសៀមបានវាយធ្វើបាបជាមួយនឹងកម្មករខ្មែរយើងទាំងអស់ជាពិសេសកម្មករប្រុសត្រូវពួកគេវាយធ្វើបាបទរណកម្មយ៉ាងសាហាវឃោរឃៅពួកវាយផងទាត់ផងធាក់ផងនិងថែមទាំងអុកនិងស្វាយកំភ្លើទៀតប្រភពដដែលបានស្រង់សម្ដីរបស់ពលករទៀតថាស្របពេលដែលពួកទាហានសៀមកំពុងវាយធ្វើបាបទៅលើពួកគេស្រាប់តែពួកវានឹងបានអស់នារីក្មេងម្នាក់ជនរងគ្រោះខាងលើហ្នឹងយកទៅរំលោភយ៉ាងឃោរឃៅបំផុតដែលមានគ្នារហូតដល់7នាក់បានចាប់រំលោភទៅលើនាងក្រុមពលករបានបញ្ជាក់ថាក្រោយពីវាយធ្វើបាបពលករខ្មែរមិនអស់ចិត្តពួកសៀមនឹងបានប្លន់យកលុយនិងក្រុមពលករទាំងអស់ប្រហែលជា6500បាតនិងទូរស័ព្ទចំនួន4គ្រឿងហើយពួកគេបានដោះលែងឲ្យបន្តដំណើរទៅអូរព្រំដែនទាំងកណ្ដាលយកត្រឡប់ចូលមកប្រទេសខ្មែររបស់យើងក្រុមពលករខ្មែរទាំង13នាក់ខាងលើនេះគឺត្រូវកងកម្លាំងនគរបាលព្រំដែនយើងនឹងប្រចាំប៉ុស្តិ៍ស្វាយជែកសហការជាមួយនឹងកម្លាំងយោធាការពារព្រំដែននៅតំបន់នោះទទួលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទួលពលករប្រចាំស្រុកកំរៀងក្រោយពីបញ្ចប់ការសាកសួរបឋមនៅភូមិនៅប៉ុស្តិ៍ព្រំដែននឹងមន្ត្រីដែលទទួលបន្ទុកការងារនេះបានប្រាប់ថាក្រោយពីសួរនាំក្រុមពលករទាំងអស់ក្រុមពលករនៃការងារនៃការបញ្ជូនពលករជាមួយនឹងនារីរងគ្រោះផងទៅមណ្ឌលសុខភាពហើយពិនិត្យសុខភាពពួកគាត់ជាពិសេសនារីរងគ្រោះហ្នឹងដែលត្រូវបានទាហានដេរឆានចាប់រំលោភបោកនេះគឺជាការដកស្រង់មកពីខាងប្រភពកោះសន្តិភាពអញ្ចឹងព័ត៌មាននេះគឺឃើញសុសសាយតាមបណ្ដាញសង្គម Facebook ហើយយ៉ាងណាក្តីគឺពិតជាមានការសោកស្ដាយជាមួយនឹងទង្វើដ៏ឃោរឃៅរបស់ក្រុមទាហានថៃដែលធ្វើបំពានទៅដល់រាងកាយឬក៏ធ្វើវាយធ្វើបាបជាមួយនឹងជនជាតិខ្មែររបស់យើងដែលឆ្លងដែនមកកាន់ស្រុករបស់យើងហើយសូមប្រាំផ្ញើទៅដល់បងប្អូនដែលនៅជាមួយនឹងប្រទេសថៃសូមប្រយ័ត្នប្រយែងបន្ថែមការពារជាមួយនឹងសុខសន្តិភាពរបស់ខ្លួនឯងផង